Mami កូនចង់ញ៉ាំនំត្រចៀកជ្រូក Mami ក៏មិនបង្អង់យូរស្អែកឡើងក៏រៀនធ្វើជាមួយនឹងនំត្រចៀកជ្រូកតែម្ដងចំណែកគ្រឿងផ្សំរបស់យើងនឹងគឺមានដូចជាម្សៅមីចំនួន100ក្រាមម្សៅស្ករចំនួន5ក្រាមម្សៅពោតចំនួន15ក្រាមបន្ថែមជាមួយនឹងប៊ឺសាបចំនួន10ក្រាមទឹកដោះគោខាប់ចំនួន20ក្រាមពងមាន់1គ្រាប់ចុងក្រោយគេគឺយើងប្រើទឹកដោះគោស្រស់កិនជាមួយនឹងស្លឹកតើយកិនបញ្ចូលគ្នាហើយយើងច្រោះយកតែទឹកចំនួន15ក្រាមកូរច្របល់ចូលគ្នារហូតទាល់តែម្សៅរបស់យើងចូលគ្នាបានសព្វល្អនៅពេលដែលម្សៅរបស់យើងចូលគ្នាបានសព្វល្អហើយយើងគ្របវាទុកប្រហែលជា10នាទីដោយសារតែយើងត្រូវធ្វើពីរពណ៌អញ្ចឹងយើងត្រូវបែងចែកម្សៅជាពីរមួយផ្នែកគឺយើងលាយជាមួយនឹងម្សៅកាកាវយើងប្រើម្សៅកាកាវចំនួន7កន្លះស្លាបព្រាបាយលាយចូលគ្នាជាមួយនឹងម្សៅរបស់យើងរហូតទាល់តែបានសព្វល្អបើសិនជាអត់មានម្សៅកាកាវគឺយើងអាចប្រើម្សៅអូវ៉ាន់ទីនឬក៏ម្សៅមីឡូក៏បានបន្ទាប់ពីយើងបានលាយរួចរាល់ហើយគឺយើងចាប់ផ្ដើមធ្វើការលុញម្សៅរបស់យើងដែលមានពណ៌ស្លឹកតើយជាមុនសិនគឺយើងលុញឲ្យរាងសំប៉ែតទ្រវែងបន្ទាប់មកគឺយើងធ្វើការលុញជាមួយនឹងម្សៅដែលយើងបានលាយពណ៌អំបញ្ញមិញហ្នឹងឲ្យរាងសំប៉ែតទ្រវែងដូចគ្នាហើយយើងយកមកដាក់ពីលើបែបនេះត្រង់កន្លែងនេះគឺយើងគួរតែលាបទឹកមុននឹងយើងដាក់ម្សៅមួយស្រទាប់ទៀតពីលើគឺយើងលាបទឹកបន្តិចបន្តួចដើម្បីឲ្យម្សៅរបស់យើងហ្នឹងពេលដែលយើងកិនទៅវាខាំស្អិតចូលគ្នាបើមិនអញ្ចឹងទេនៅពេលដែលយើងធ្វើការបំពងទៅម្សៅរបស់យើងវានឹងបំបែកចេញពីគ្នាតែម្ដងនៅពេលដែលយើងកិនវារាងសំប៉ែតស្ដើងរួចរាល់ហើយគឺយើងចាប់ផ្ដើមមូរវាបែបនេះចុងក្រោយកន្លែងដែលជាយម្សៅហ្នឹងគឺយើងត្រូវច្បិចវាបែបនេះដើម្បីកុំឲ្យម្សៅរបស់យើងហ្នឹងរបេះចេញពីគ្នាបន្ទាប់មកគឺយើងធ្វើការលុញវាបន្តិចដើម្បីឲ្យម្សៅរបស់យើងហ្នឹងរលោងរុំផ្លាស្ទិកបែបនេះហើយទុកក្នុងទូកករយៈពេលពី2ទៅ4ម៉ោងបន្ទាប់មកទើបយើងយកមកធ្វើការកាត់វាស្ដើងសម្រាប់ការបំពងដំបូងគឺបើកភ្លើងឲ្យរាងក្តៅបន្តិចដើម្បីខ្លាញ់របស់យើងរាងក្តៅបន្ទាប់មកនៅពេលដែលយើងចាប់ផ្ដើមដាក់ម្សៅចូលហ្នឹងគឺយើងត្រូវបន្ថយភ្លើងវាមកវិញយើងដាក់ម្សៅបំពងលើកដំបូងអញ្ចឹងណាគឺខ្លាញ់របស់យើងអត់សូវបែកពពុះនោះទេហើយនេះគ្រាន់តែបំពងលើកទី2ទី3ទេពពុះឡើងមើលលេងឃើញនំតែម្ដងនេះគឺជាលទ្ធផលនំរបស់យើងរសជាតិអាចទទួលយកបានមិនផ្អែមខ្លាំងហើយរាងស្រួយតិចអរគុណបងប្អូនកុំភ្លេចជួប admin នៅវីដេអូក្រោយជម្រាបលាបាយបាយ